នេះសួរបងប្អូនទាំងអស់គ្នានេះមកមើលទូកនៅវត្តអិនតលីបូទូកអ៊ំបាទ3គ្រឿងឯណោះបាទ3គ្រឿងស្អាតណាស់អស់ទាស់មែនទេបាទ3គ្រឿងឯណោះអូសូនៅកតាហើយបាទមានថាពេជ្របូរមីមហាធិបតីបាទពេជ្របូរមីមហាធិបតីខាងនោះក៏ពេជ្របូរមីមហាធិបតីដែរហើយចំណុចកណ្ដាលនេះមិនឃើញមានព្រះនាមនោះទេបាទលើយើងអង្គុយគុំទៅខាងក្រោយមើលបាទនេះឡើងរងទូកបាទវត្តអិនតលីបូ3គ្រឿងបាទជំរុំនេះ3គ្រឿងទូកអ៊ំបាទតែងភ្លើងទៀតបាទភ្លើងទៅមិននឹងស្រស់ស្អាតយ៉ាងណាទេនេះបាទស្អាតមែនទេបាទស្អាតមែនទេវត្តអិនតលីបូកំពង់រស័យស្រុកសាច់កណ្ដាលខេត្តកណ្ដាលបាទអូ3គ្រឿងឯណោះបាទនេះស្រស់ស្អាតមែនទេបាទស្រស់ស្អាតណាស់នេះមករំពេនេះ3គ្រឿងងើបទាំង3បាទគឺល្អល្អះមែនទេហើយបងប្អូនថ្មីមិនទាន់បានចុច Subscribe សូមជួយចុច Subscribe មកអ្នកបងប្អូនដើម្បីបានទស្សនានៅវីដេអូថ្មីអំពីទូកងើបាទមកទស្សនាទៅឃើញថាល្អល្អះមែនទេណាដាក់ថាឃុំពុករិស័យបាទស្រុកសាច់កណ្ដាលខេត្តកណ្ដាលយោល្អណាស់បាទល្អណាស់នេះបញ្ជាក់ប្រាប់ថាវត្តអិនតលីបូបាទអិនតលីបូស្អាតមែនទេបាទនេះវត្តអិនតលីបូយោនេះកន្សៃមានកន្ទុយហងបាទនេះមានរូបពេជ្រនៅពីលើមានផ្កាយផងបាទវត្តអិនតលីបូស្អាតណាស់បាទស្អាតមែនទេបងប្អូននេះ3គ្រឿងឯណោះបាទ3គ្រឿងឯណោះបញ្ជាក់ប្រាប់នេះពណ៌សបាទនេះក្រហមកាត់ពណ៌គ្រប់ពណ៌តែម្ដងហ្នឹងហើយបងប្អូនបាទវីដេអូមានតែប៉ុណ្ណឹងទេចែកជូនបងប្អូនទស្សនាហើយកុំភ្លេចជួយចុច Subscribe ម្នាក់មួយផងបាទហើយយ៉ាងនេះក្បាលទៅវ៉ាន់សៃទេនេះក្បាលមើលទៅវ៉ាន់សៃទេបងប្អូននេះ3នេះ3ហើយនេះកន្សៃស្អាតមែនទេបាទវីដេអូមានប៉ុណ្ណឹងបងប្អូនកុំភ្លេចជួយចុច Subscribe ម្នាក់មួយផងបាទអរគុណជំរាបលាបងប្អូនទាំងអស់គ្នាបាទ